បាទសូមជម្រាបសួរដល់បងប្អូនជនរួមឈាមខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីនឹងរលឹកហើយនឹងជាទីរាប់អានបាទលោកសំរៀងស៊ីលោកនឹងវិលចូលមកស្រុកវិញក្នុងពេលឆាប់ខាងមុខនេះអញ្ចឹងប្រជារាស្ត្រខ្មែរទាំងអស់សុំសួរថាតើលោកសំរៀងស៊ីសំអាងទៅលើអ្វីលោកសំរៀងស៊ីមានអ្វីខ្លះនៅពេលក្រោយខ្នងលោកសំរៀងស៊ីមានអ្វីខ្លះដែលហ៊ានអះអាងឬមួយក៏ហ៊ានសំអាងដើម្បីវិលត្រឡប់ចូលស្រុកវិញនោះបងប្អូនជនរួមឈាមខ្មែរទាំងឡាយលោកសំរៀងស៊ីមុននឹងគិតហ៊ានបញ្ចេញជាសាធារណៈថាលោកនឹងវិលត្រឡប់ចូលស្រុកវិញនោះគឺលោកបានរៀបចំផ្លូវច្បាប់គ្រប់ទិសគ្រប់ទីគ្រប់កន្លែងទាំងអស់ជុំវិញពិភពលោកដើម្បីឲ្យប្រទេសមហាអំណាចក៏ដូចជា42ប្រទេសដែលគេកំពុងតែគាំទ្រលោកសំរៀងស៊ីដែលគេកំពុងតែនៅពីក្រោយខ្នងលោកសំរៀងស៊ីដែលគេកំពុងតែរងចាំជួយលោកសំរៀងស៊ីហេតុដូច្នេះហើយលោកសំរៀងស៊ីដែលគិតហ៊ានអះអាងហ៊ានសម្រេចចិត្តថាលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះគឺគិតសំអាងនៅលើច្បាប់អញ្ចឹងបងប្អូនជនរួមឈាមខ្មែរយើងដែលកំពុងតែរស់នៅក្នុងប្រទេសសូមបងប្អូនមេត្តារៀបចំខ្លួនដើម្បីទទួលលោកសំរៀងស៊ីនៅឯពលានយន្តហោះនៅក្នុងពេលឆាប់ខាងមុខនេះហេតុដូច្នេះហើយបានជាលោកសំរៀងស៊ីលោកដែលមកគេហៅថានិរទេសខ្លួននៅឯប្រទេសក្រៅនេះគឺលោកបានបំពេញភារកិច្ចយ៉ាងច្រើនជាទីបំផុតដែលគ្មានអ្នកណាម្នាក់អាចស្មានដល់បានពីព្រោះអ្វីដែលលោកសំរៀងស៊ីនិរទេសនេះមិនមែនថាលោកខ្លាចឬមួយក៏មិនមែនថាលោករត់ចូលស្រុករត់ចូលគូនចៅរត់ចូលប្រជារាស្ត្ររត់ចូលគណបកអីនោះទេគឺលោកចេញគេហៅថាមកនិរទេសនេះគឺដើម្បីបំពេញនៅកាតព្វកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិរបស់យើងចំណែកជនអគតិមួយចំនួនឬមួយក៏គេហៅថាពួកផ្ដាច់ការមួយចំនួនដែលគេបានចាក់ចុចគេបានគេហៅថារិះគន់ថាឯកឧត្តមសំរៀងស៊ីគឺជាមនុស្សកំសាកគឺជាមនុស្សញីគឺជាមនុស្សទន់មនុស្សខ្សោយគឺជាមនុស្សគ្រប់បែបសពយ៉ាងអ្វីដែលគេចង់និយាយគឺស្រេចតែចិត្តគេទៅចោះក៏ប៉ុន្តែនៅពេលដែលលោកសំរៀងស៊ីវិលត្រឡប់ចូលទៅស្រុកវិញនោះគឺប្រទេសយើងនឹងមានភាពប្រែប្រួលប្រទេសកម្ពុជានឹងមានភាពគេហៅថាសង្ឃឹមមានសេចក្តីសង្ឃឹមគេហៅថាយ៉ាងច្រើនជាទីបំផុតដែលប្រជារាស្ត្រខ្មែរយើងកំពុងតែរងចាំយូរឆ្នាំណាស់មកហើយហេតុដូច្នេះហើយឯកឧត្តមសំរៀងស៊ីគឺជាមេដឹកនាំកម្ពុជាមួយដែលប្រជារាស្ត្រខ្មែរយើងគេហៅថាស្រឡាញ់រាប់អានស្រឡាញ់គាំទ្រស្រឡាញ់គេហៅថាទឹកចិត្តដ៏ជ្រះថ្លាទឹកចិត្តដែលស្នេហាជាតិមួយរូបដែលកម្ររកបានគេតាមគេហៅថាគេតាមទិញគេតាមគេហៅបំបែកបំបាក់គេតាមសម្លុតគ្រប់បែបសពយ៉ាងទាំងអស់ក៏ប៉ុន្តែឯកឧត្តមសំរៀងស៊ីនៅតែឯកឧត្តមសំរៀងស៊ីមិនคลายខ្លួនទៅជាគេហៅថាជនក្បត់ជាតិឬមួយក៏មិនលក់ឧត្តមគតិជាតិអោយទៅយួនមិនលក់ឧត្តមគតិជាតិអោយទៅពួកល្ងងខ្លៅមួយក្រុមទូចដែលជាពួកគេហៅថាថ្មិលអិតសាសនាដែលជាពួកគេហៅថាអាយ៉ងយួនគឺ
គេហៅថាឬមួយក៏ជាពួកគេហៅថាខ្មាំងរបស់ខ្មែរហេតុដូច្នេះហើយក្នុងពេលឆាប់ខាងមុខនេះឯកឧត្តមសំរងស៊ីលោកនឹងវិលត្រឡប់ចូលមកស្រុកវិញហើយប្រជាជនខ្មែរយើងក៏មានសេចក្តីសង្ឃឹមយ៉ាងមោះមុតមានសេចក្តីសង្ឃឹមយ៉ាងគេហៅយ៉ាងច្រើនដែលប្រជារាស្ត្រខ្មែរយើងគេហៅថានឹងអាចសង្ឃឹមនៅលើគណៈបកសង្គ្រោះជាតិទាំងស្រុងហើយជីវិតរបស់ខ្មែរយើងក៏នៅលើគេហៅថានៅលើគេហៅថាគណៈបកសង្គ្រោះជាតិក៏ដូចជានៅលើមេដឹកនាំទាំងពីររូបគឺឯកឧត្តមសំរងស៊ីព្រមទាំងឯកឧត្តមកឹមសុខាហើយបើយើងនិយាយគេហៅថានិយាយទៅឯកឧត្តមសំរងស៊ីព្រមទាំងឯកឧត្តមកឹមសុខាណាគេតាមសម្លុតផងគម្រាមផងបំបែកផងធ្វើអ្វីក៏ធ្វើមិនបែកធ្វើអ្វីក៏ធ្វើមិនបាក់ឯកឧត្តមសំរងស៊ីនិរទេសមកប្រទេសបារាំងប្រទេសនាយសមុទ្រនេះចំណែកឯកឧត្តមកឹមសុខាក៏កំពុងតែឃុំខ្លួននៅឯទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិហើយឯកឧត្តមសំរងស៊ីក៏គេចេញដេកាដើម្បីចាប់ខ្លួនណាបើយើងគិតមើលទៅឯកឧត្តមសំរងស៊ីព្រមទាំងឯកឧត្តមកឹមសុខាគឺជាជីវិតតែមួយវាមិនខុសគ្នាអំពីរឿងរាមកេរ្តិ៍ទេបងប្អូនមិនខុសគ្នាទេជីវិតរបស់ពួកគាត់គឺមិនខុសគ្នាអំពីរឿងព្រះរាមព្រះលក្សណ៍ទេរឿងព្រះរាមព្រះលក្សណ៍បងប្អូនចូលសង្កេតមើលទៅហើយបងប្អូនធ្លាប់មើលរឿងព្រះរាមព្រះលក្សណ៍ទេរឿងព្រះរាមព្រះលក្សណ៍គឺព្រះរាមមានគេហៅថាមានទុកជាទម្ងន់ពីព្រោះយៈសូរកាន់ណាយៈសូរកាន់ហ្នឹងគេចាប់ព្រះរាមគេថាចាប់ព្រះរាមឃុំឃាំងចាប់ព្រះរាមធ្វើទុកបុកម្នេញចាប់ព្រះរាមគេហៅថាធ្វើគ្រប់បែបសពយ៉ាងទាំងអស់ហើយចំណែកព្រះលក្សណ៍វិញគឺលោកគេហៅថាតាមជួយសង្គ្រោះណាជួយសង្គ្រោះគ្រប់បែបសពយ៉ាងហើយតាមគេហៅតាមគេហៅថាថេរសាររហូតហេតុដូច្នេះហើយព្រះរាមព្រះលក្សណ៍ណាទោះបីគេហៅថាព្រះរាមនឹងគេយក្សសូរកាន់ចាប់យកទៅកលែងគេហៅថាទីក្រុងរបស់យក្សឬមកក៏ប្រទេសរបស់យក្សក៏ដោយព្រះរាមគេហៅព្រះលក្សណ៍ខំហោះហើរគេហៅថាហោះហើរហែលកាត់ទឹកសមុទ្រហោះហើរសមុទ្រហោះហើររាប់រយរាប់ពាន់ភ្នំណាដើម្បីទៅជួយព្រះរាមហេតុដូច្នេះហើយរឿងព្រះរាមព្រះលក្សណ៍ហើយនឹងលោកឯកឧត្តមកឹមសុខាព្រមទាំងឯកឧត្តមសំរងស៊ីបើយើងគិតទៅដូចវាស្តៀងគ្នាទេបងប្អូនมันខុសគ្នាប្រមាណទេអានេះគ្រាន់តែជាឧទាហរណ៍ទេបងប្អូនអានេះគ្រាន់តែជាឧទាហរណ៍ទេហើយរឿងរបស់ឯកឧត្តមសំរងស៊ីឯកឧត្តមកឹមសុខាក៏មិនខុសគ្នាប្រមាណជាមួយនឹងរឿងព្រះរាមព្រះលក្សណ៍ដែរពីព្រោះរឿងព្រះរាមព្រះលក្សណ៍ហើយព្រះនាងសីតាណាពីព្រោះជីវិតរបស់ពួកគាត់គឺជីវិតតែមួយគ្មានអ្នកណាបំបែកបានគ្មានអ្នកណាបំបាក់បានទីបញ្ចប់គឺព្រះរាមនិងព្រះលក្សណ៍គេហៅថាច្បាំងឈ្នះយក្សសូរកាន់នឹងប្រៀបធៀបដូចជាគេហៅថាលោកហ៊ុនគុកលោកហ៊ុនសែនណាលោកខណាមហុងលោកទាំងអស់ហ្នឹងសិតតែកម្ពុជាយក្សណាហេតុដូច្នេះហើយកម្ពុជាយក្សគេហៅថាវានឹងចោះចាញ់នៅវានឹងចាញ់ក្នុងពេលឆាប់ខាងមុខនេះជារំខានពីព្រោះទង្វើអាក្រក់មិនដែលឆ្នះគេហៅថាទង្វើសុចរិតទេមិនដែលឆ្នះទង្វើល្អទេអ្វីដែលអ្នកដែលសាងអំពើបាបកម្មនោះគឺមិនដែលគេហៅថាមិនដែលសាងបានយូរទេមិនដែលធ្វើបានយូរមិនដែលប្រព្រឹត្តបានយូរទេអ្នកដែលធ្វើបាបតែងតែទទួលបាបអ្នកដែលធ្វើល្អតែងតែទទួលផលល្អហេតុដូច្នេះហើយយក្សសូរកាន់ក្នុងថ្ងៃណាមួយយក្សសូរកាន់នោះនឹងសិនខ្សែដោយសារស្នាដៃរបស់ព្រះរាមនិងព្រះលក្សណ៍ហើយព្រមទាំងព្រះនាងសីតាហេតុដូច្នេះมันខុសគ្នាទេបងប្អូនมันខុសគ្នាអំពីឯកឧត្តមសំរងស៊ីឯកឧត្តមកឹមសុខាទេហ៊ុនសែនខណាមហុងណាហេងសំរិនឈៀងវុន
ព្រមទាំងសខេងជាមយាបសុកកុងសុកអានវ៉ាគឹមហុងណាឈ្មោះទាំងអស់នេះនឹងរលាយសាបសូន្យក្នុងពេលឆាប់ខាងមុខនេះពីព្រោះពួកនេះគឺជាពួកក្បត់ពួកនេះគឺជាជនជាតិយួនសុទ្ធសាធដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជាយូរទៅចេះភាសាខ្មែរហើយប្រមាថធំថ្លើមធំចង់គេហៅថាលៀបត្បាក់ទឹកដីរបស់ខ្មែរទាំងមូលតែម្ដងมันអាចទៅរួយទេអាស្វាណាมันអាចទៅរួយទេពួកអាវ៉ាណាពួកអាយួនឯងมันអាចលៀបត្បាក់ទឹកដីរបស់ខ្មែរបានទេពីព្រោះខ្មែរសពថ្ងៃនេះភ្ញាក់រលឹកអស់ហើយខ្មែរសពថ្ងៃនេះគ្មានអ្នកណាម្នាក់គេទុកឲ្យពួកអាយួនឯងនោះមកលៀបប្លន់ត្បាក់ទឹកដីរបស់ខ្មែរនោះទេប្រជារាស្ត្រខ្មែរកើតតាំងពីផែនដីកើតមកគឺជាប្រទេសអច្ឆរិយៈមិនមែនជាប្រទេសមួយទើបតែកើតដូចពួកអាយួនឯងនោះទេហើយប្រទេសខ្មែរបាត់បង់ទឹកដីខ្មែរកម្ពុជាក្រមួយនេះគឺជាគំរូដ៏ធំបំផុតដែលខ្មែរគេហៅថាសម្រស់ទឹកភ្នែកអស់មកប្រទេសណាខ្មែរគេហៅថាឈឺចុកចាប់គេហៅថាចងចាំអស់មួយជីវិតតកូនតចៅណាហេតុដូច្នេះខ្មែរមិនអាចអោយពួកអាយួនមកប្លន់ទឹកដីដូចជាប្លន់ទឹកដីខ្មែរកម្ពុជាក្រមតទៅទៀតបានទេហេតុដូច្នេះបានជាខ្មែរសពថ្ងៃនេះក្រោកឈរឡើងគ្រប់គ្នាមិនអោយពួកអាយួនឯងនឹងមកប្លន់ទឹកដីដូចជាប្លន់ទឹកដីរបស់លាវអញ្ចឹងបានទេពូជខ្មែរគឺជាពូជគេហៅថាមួយដែលល្បីល្បាញណានៅលើពិភពលោកដែលពូជគេហៅថាពូជមួយដែលមានស្នាដៃខ្ពង់ខ្ពស់កសាងអង្គររាប់ពាន់ប្រាសាទណាកសាងប្រាសាទរាប់ពាន់ប្រាសាទកសាងអង្គរវត្តធំធេងដែលគេមិននឹកស្មានដល់តែពូជខ្មែរយើងអាចគេហៅថាអាចមានស្នាដៃធ្វើដល់ម្លឹងពីព្រោះពីមុនមកគឺគ្មានអ្នកណាដឹងទេទើបតែដឹងគេហៅថាក្រោយមកនេះហេតុដូច្នេះហើយបានជាគេហៅថានៅលើពិភពលោកគេលើកតម្កើងជនជាតិខ្មែរខ្លាំងណាស់ពីព្រោះគេបានឃើញអង្គរវត្តអង្គរធំប្រាសាទព្រះវិហារប្រាសាទតាព្រំប្រាសាទបន្ទាយស្រីប្រាសាទតាកែវប្រាសាទនានាទៀតដែលខ្ញុំស្គាល់មិនអស់ហេតុដូច្នេះហើយរឿងទាំងអស់នេះវានឹងចប់ដើមក្នុងពេលឆាប់ខាងមុខនេះនៅពេលណាឯកឧត្តមសំរងស៊ីវិលត្រឡប់ចូលស្រុកវិញជនបដិការទាំងអស់នោះក៏នឹងចាប់ផ្ដើមមានគេហៅថាមានគ្រោះថ្នាក់ក៏ដូចជាមានការគេហៅថាវិនិច្ឆ័យហិនហោចគេហៅថាក្នុងពេលឆាប់ខាងមុខនេះដែរពីព្រោះតុលាការ ICC ផងណាប្រទេសមហាអំណាចទាំង4ផងទាំងអស់42ប្រទេសផងដែលគេកំពុងតែរងចាំជួយហើយបើសិនណាឯកឧត្តមសំរងស៊ីវិលត្រឡប់ចូលស្រុកវិញជនគេហៅផ្ដាច់ការហ៊ុនសែនហ៊ុនគុកហ៊ុនគេហៅតកូលហ៊ុនទាំងអស់នេះហ៊ានធ្វើបាបឯកឧត្តមសំរងស៊ីគឺប្រទេសមហាអំណាចគេនឹងចាស់ផ្ដើមណាធ្វើការទទួលខុសត្រូវគេនឹងចាប់ផ្ដើមជួយយ៉ាងណាជាបន្តតែម្ដងហេតុដូច្នេះបងប្អូនខ្មែរយើងទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសជួយអបអរសាទរនៅទឹកចិត្តដ៏ក្លាហានរបស់ឯកឧត្តមសំរងស៊ីដែលគិតបំរុងនឹងវិលត្រឡប់ចូលស្រុកវិញនៅក្នុងពេលឆាប់ខាងមុខនេះសូមបងប្អូនយើងគាំទ្រគណៈបកសង្គ្រោះជាតិទាំងអស់គ្នាទូទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយសូមបងប្អូនយើងគេហៅថាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិនៅឆ្នាំ2017ហើយនឹងឆ្នាំ2018នេះឲ្យបានគ្រប់គ្នាទូទាំងក្នុងប្រទេសហើយនិងក្រៅប្រទេសយើងគេហៅថាបងប្អូននៅក្នុងប្រទេសថៃសូមវិលត្រឡប់មកដើម្បីបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិទាំងអស់គ្នាដើម្បីកុំអោយប្រទេសយួនលេបត្បាក់ទឹកដីរបស់ខ្មែរយើងបានហើយយើងសាមគ្គីគ្នាយើងចេះស្រឡាញ់គ្នាណាយើងគេហៅថាយើងត្រូវកំចាត់ពួកជនក្បត់ជាតិណាទាំងអស់ដែលវាកំពុងតែបំផ្លាញប្រទេសជាតិរបស់យើងហើយយើងកសាងប្រទេសជាតិរបស់យើងឡើងវិញដើម្បីឲ្យคล้ายទៅជាប្រទេសមួយដូចជាប្រទេសព្រះឲ្យคล้ายទៅជាប្រទេសមួយគេហៅថាដូចជាប្រទេសគេហៅថាគេហៅថាឋានសួគ៌ឲ្យคล้ายទៅជាប្រទេសមួយដែលមានជនជាតិបរទេសមកពិភពលោកគេចូលមកទស្សនាក៏ដូចជាចូលមកគេហៅថា
អឺអឺចូលមកគេហៅថាចូលមកដើម្បីគេហៅថាអឺមកអង្គរវត្តក៏ដូចជាទស្សនានៅគេហៅថាប្រាសាទនានាគ្រប់គេហៅថាគ្រប់កន្លែងកុំអោយគេខ្លាចកុំអោយគេភ័យអំពីរឿងសុវត្ថិភាពរបស់គេបាទជាចុងបញ្ចប់នេះខ្ញុំបាទឈ្មោះឆើយសូមអរគុណសូមជម្រាបលាបាទ